សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ VTBCT Roleplay តើអ្នកទាំងអស់គ្នាលេង VTBCT Roleplay ឬនៅបើអ្នកទាំងអស់គ្នាចង់លេង VTBCT Roleplay អ្នកទាំងអស់គ្នាត្រូវតែមើលវីដេអូនេះខ្ញុំលើកមក3ចំណុចអ្នកទាំងអស់គ្នាត្រូវតែដឹងមុនពេលលេង VTBCT Roleplay ចំណុចទី1ពេលដែលគ្នាយើងចូល server ដំបូងពេលដែលចោះយន្តហោះទៅដល់ទីក្រុងគ្នាយើងត្រូវតែធ្វើ task របស់ server ដែលបានដាក់ឲ្យ Mission ទី1តម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវតែជួលរថយន្តដើម្បីធ្វើដំណើរអ្នកទាំងអស់គ្នាហូ E ដើម្បីនិយាយជាមួយនឹងពូ Elipat បន្ទាប់មកធ្វើការចុច Rent Vehicle វានឹងចេញម៉ឺនុយដើម្បីឲ្យគ្នាយើងជ្រើសរើសតែគ្នាយើងត្រូវចាំលុយរបស់អ្នកទាំងអស់គ្នាមានតែ$200តែប៉ុណ្ណោះអញ្ចឹងគ្នាយើងត្រូវតែគិតឲ្យច្បាស់មុនពេលដែលជួលយានជំនិះចំណុចទី2ស្វែងយល់ពី Vehicle Control ពេលអ្នកទាំងអស់គ្នាឡើងជិះឡានឬម៉ូតូគ្នាយើងចុចសេចក្ដីដុំជីវានឹងចេញបែបហ្នឹងមកអាទី1នៅខាងលើសម្រាប់ឲ្យគ្នាយើង switch អីអង្គុយចំណែកអាទី2សម្រាប់ឲ្យគ្នាយើងដាក់ខ្សែក្រវ៉ាត់ហើយចំណែកអាទី3ខាងក្រៅនេះវិញជាកន្លែងសម្រាប់ឲ្យគ្នាយើងបញ្ឆេះឬបន្លត់ម៉ាស៊ីនមានវិធីមួយទៀតដើម្បីឲ្យគ្នាយើងបញ្ឆេះបន្លត់ម៉ាស៊ីនលឿនជាងហ្នឹងដោយចុចអក្សរ B នៅលើ keyboard ចំណែកអាទី4ចុងក្រោយនេះរឿងសំខាន់បន្តិចខ្ញុំចង់ឲ្យគ្នាយើងចាប់អារម្មណ៍កន្លែងហ្នឹងនេះជាប្រាំងដៃពេលដែលគ្នាយើងបញ្ឆេះរថយន្តនៅតែមិនទៅមុខកើតគ្នាយើងកុំភ្លេចដោះប្រាំងដៃសួរថាហេតុអីបាន VTBCT ដាក់ប្រាំងដៃនេះមកហេតុផលនោះគឺនៅពេលដែលអ្នកទាំងអស់គ្នាចេញទៅក្រៅពេលដែលចតឡានឬម៉ូតូនៅកន្លែងណាមួយឬមួយក៏គ្នាយើងមិនទាន់មានលុយជួល slot ចង់ដាក់ឡាននៅក្រៅគ្នាយើងបន្លត់ម៉ាស៊ីននិងដាក់ប្រាំងដៃឲ្យឡានសំណប់ចិត្តរបស់អ្នកទាំងអស់គ្នាដើម្បីជៀសវាងនឹងការពារកុំឲ្យអ្នកដទៃយកឡានមកបុកយានជំនិះរបស់យើងចំណុចទី3នៅពេលដែលគ្នាយើងវង្វេងឡានឬក៏ឡានវង្វេងយើងឬមួយក៏មានអ្នកណាគេផ្សេងបានលួចរថយន្តរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនអាចរត់តាមយកឡានឬម៉ូតូត្រឡប់មកវិញនោះទេវិធីដែលអ្នកទាំងអស់គ្នាអាចយករថយន្តមកវិញឬមួយក៏ចង់ដឹងថារថយន្តរបស់យើងកំពុងនៅឯណាគ្នាយើងគ្រាន់តែចុច F1 នៅលើ keyboard គ្នាយើងនឹងឃើញម៉ែម៉ឺនុយគ្នាយើងចុចនៅខាងលើមានពាក្យថា generator បន្ទាប់មកគ្នាយើងមើលចុះមកក្រោមចុចនៅលើពណ៌ក្រហមមានពាក្យថា garage មិនថាឡានជួលឬក៏ទិញនោះទេអ្នកទាំងអស់គ្នាឃើញនៅក្នុងនេះទាំងអស់កន្លែងនេះមានពាក្យថា rent return អ្នកទាំងអស់គ្នាមិនអាចជួលរថយន្ត2ក្នុងពេលតែមួយបានទេបើសិនអ្នកទាំងអស់គ្នាវង្វេងរថយន្តដែលខ្លួនឯងជួលគ្នាយើងអាចចុច rent return ដើម្បីសងឡានទៅកន្លែងជួលវិញហើយគ្នាយើងអាចជួលមួយទៀតបានបើចង់រករថយន្តដែលបាត់គ្នាយើងចុចកន្លែងនេះវានឹងដៅ map ទៅកន្លែងរថយន្តរបស់អ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាទៅដល់កន្លែងដៅហើយនៅតែមិនទាន់ឃើញរថយន្តរបស់ខ្លួនឯងទៀតគ្នាយើងសូមចុច F1 ហើយចុចកន្លែង GPS ping ម្ដងទៀតតារាទីបំផុតរថយន្តសំណប់ចិត្តរបស់អ្នកទាំងអស់គ្នាបានត្រឡប់មកវិញហើយតើអ្នកទាំងអស់គ្នាយល់3ចំណុចខាងលើហើយអស់ឬនៅគ្នាយើងអាចស្វែងយល់បន្ថែមនិងសងព្រេងនៅក្នុងហ្គេមបែបជីវិតពិត VTB Season ថ្មីមាន event ជាច្រើនមានអីលេងជាច្រើន 100% សិតតែមនុស្សពិតអតិជាតិខ្ពស់មិនចាំបាច់ទិញហ្គេម license គ្នាយើងក៏អាចលេង VTB City បានដែរ link Discord ខ្ញុំដាក់នៅខាងក្រោម description គ្នាយើងនៅចាំឲ្យទៀត Let's go